ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាទស្សនវិជ្ជានៅក្នុងសារមន្ទីរសភាវុធនាសម័យសង្គ្រាមរវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើងហើយនេះគឺជាទង់ជាតិប្រទេសដែលចូលរួមជួយធ្វើសង្គ្រាមនៅក្នុងប្រទេសកូរ៉េខាងត្បូងហើយសភាវុធទាំងនោះមានច្រើនមានតាំងពីទូកចម្បាំងរថក្រោះយន្តហោះកភ្លើងមីស៊ីលមានច្រើននៅបងប្អូនមើលទៅសភាវុធទាំងអស់ហ្នឹងវាយុគច្រើនឆ្នាំមកហើយប៉ុន្តែមានអារម្មណ៍ថាដូចជាថ្មីគេថែរក្សាបានល្អដល់នេះហើយនេះគឺជាយន្តហោះ B-52 របស់អាមេរិកក៏មកជួយក្នុងការធ្វើសង្គ្រាមរវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើងហើយបងប្អូនចង់ដឹងថាកាលពីសម័យសង្គ្រាមនោះតើប្រទេសខ្មែរយើងមានបានបញ្ជូនកងទ័ពឬសភាវុធមកជួយកូរ៉េខាងត្បូងឬអត់មកតាមខ្ញុំមើលទៅខ្ញុំក៏អត់ដឹងដែរថានៅក្នុងនោះមិនដឹងថាខ្មែរយើងបញ្ជូនកងទ័ពមកឬមកសភាវុធមកអត់ទេតែខ្ញុំឃើញប្រទេសថៃមានបញ្ជូនទាំងកងទ័ពហើយនិងសភាវុធមកជួយប៉ុន្តែសម្រាប់ខ្មែរយើងខ្ញុំអត់ដឹងទេដោយសារអត់មានឃើញទង់ជាតិដាក់នៅក្នុងសារមន្ទីរហ្នឹងទេហើយហ្នឹងហើយបងប្អូនមើលទៅសភាវុធទាំងហ្នឹងមើលទៅដូចនៅថ្មីដល់ហើយវាយូរឆ្នាំហើយប៉ុន្តែដូចអត់មានចាស់ទៅណាទេនៅថ្មីដូចរបស់តែប្លុតថ្មីចឹងទាំងរថក្រោះទាំងយន្តហោះហើយសិតតែរបស់រាប់ឆ្នាំហើយប៉ុន្តែនៅអត់មានច្រេះអត់មានអីទេនៅថ្មីទាំងអស់តែសារការថែទាំរបស់គេមែនហើយនេះនៅក្នុងទស្សនវិជ្ជានៅក្នុងសារមន្ទីរគេនឹងវាមានច្រើនជាន់ធំដើរមួយថ្ងៃបលល្ងាចអត់អស់ទេសារមន្ទីរហ្នឹងហើយសារមន្ទីរនេះយើងអត់មានត្រូវការទិញសំបុត្រចូលឬមួយក៏ស្នើសុំចូលមើលអីទេគឺចេញចូលដោយសេរីយើងអត់មានចំណាយលុយក្នុងការទិញសំបុត្រទិញអីទេគឺភ្ញៀវជាតិនិងអន្តរជាតិអាចចូលទស្សនានិងថតរូបដោយសេរីហ្នឹងហើយបងប្អូនហើយវីដេអូមានតែប៉ុណ្្នឹងទេដោយសារវាទីធ្លាធំពេកអញ្ចឹងថតអត់បានអស់ទេកាត់ខ្លីអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលរួមទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ជួបជាមួយខ្ញុំនៅវីដេអូក្រោយទៀតបើសិនជាមានអ្វីដែលថ្មីហើយប្លែកខ្ញុំនឹងយកមកបង្ហោះចែកជូនបងប្អូនទាំងអស់គ្នាឲ្យបានទស្សនាទាំងអស់គ្នាជម្រាបលាបងប្អូនទាំងអស់គ្នា